បើសិនជាយើងចង់រីកចម្រើនយើងត្រូវផ្លាស់ប្ដូរគំនិតរបស់យើងផ្លាស់ប្ដូរទម្លាប់ហើយយើងទទួលរងសម្ពាធផ្សេងៗនៃការផ្លាស់ប្ដូរទាំងអស់ហ្នឹងអញ្ចឹងឆ្នាំចាស់ឆ្នាំថ្មីវាអត់សំខាន់ទេសំខាន់គឺយើងក្លាយជាមនុស្សថ្មីឬអត់ផ្នែកគំនិតរបស់យើងនឹងផ្លាស់ប្ដូរថ្មីឬអត់ហើយសកម្មភាពរបស់យើងនឹងផ្លាស់ប្ដូរថ្មីឬអត់អញ្ចឹងចាប់ផ្ដើមបដោះឆន្ទៈពីពេលហ្នឹងទៅហើយយើងចង់រីកចម្រើនទៅលើផ្នែកអីចូលអនុវត្តទាំងអស់គ្នាហើយកុំខ្លាចនៅក្នុងការដែលយើងរងសម្ពាធទាំងអស់គ្នាដែលឮពាក្យមួយដែលគេនិយាយអត់នៅពេលដែលយើងចាប់ផ្ដើមរងសម្ពាធកាន់តែខ្លាំងវាជារបត់មួយដែលជីវិតរបស់យើងមានការរីកចម្រើនហើយអញ្ចឹងជាសញ្ញាល្អទេកុំខ្លាចសម្ពាធអញ្ចឹងដើរទៅមុខហើយរៀនផ្លាស់ប្ដូរអ្វីដែលយើងយល់ថាមិនល្អហើយយើងចង់ប្រែក្លាយខ្លួនទៅជាមនុស្សថ្មីនៅក្នុងស្ថានភាពថ្មីនៅក្នុងបរិបទថ្មីអញ្ចឹងយើងផ្លាស់ប្ដូរពីពេលហ្នឹងទៅមានតែការផ្លាស់ប្ដូរទេទើបធ្វើឲ្យយើងឈានទៅមួយជំហានឈានទៅមួយកម្រិតទៀតតែបើសិនជាយើងចង់ផ្លាស់ប្ដូរតែមាត់ប៉ុន្តែអារម្មណ៍របស់យើងនៅតែដែលគ្មានបោះជំហានគ្មានធ្វើសកម្មភាពមានផ្លាស់ប្ដូរអីផងយើងទោះជា10-20ឆ្នាំទៀតក៏នៅតែដដែលដែរស្ថានភាពការងារយើងក៏នៅតែដដែលសមត្ថភាពរបស់យើងក៏នៅតែដដែលប្រាក់ចំណូលរបស់យើងក៏នៅតែដដែលជីវភាពរបស់យើងក៏នៅតែដដែលអញ្ចឹងចាប់ផ្ដើមសួរសំណួរខ្លួនឯងចង់ឲ្យជីវិតរបស់ខ្លួនឯងបែបម៉េចហើយយើងគួរតែផ្លាស់ប្ដូរបែបម៉េចដើម្បីឲ្យជីវិតរបស់ខ្លួនឯងហ្នឹងរីកចម្រើនត្រៀមខ្លួនទទួលរងសម្ពាធហើយត្រៀមខ្លួនទទួលរងនឹងការរីកចម្រើនដែរអញ្ចឹងជូនពរអ្នកទាំងអស់គ្នាទទួលបាននូវភាពរីកចម្រើនទាំងអស់គ្នាបន្ទាប់ពីមើលវីដេអូនេះហើយ